solution យើងអាចធ្វើបានច្រើនប៉ុន្តែមិនមែនសិតតែ solution ទាំងអស់អាច make benefit ឲ្យ utility ឲ្យ government យើងឬក៏ឲ្យ research និង development team ទេក្នុងនេះប្រធានបទយើងនិយាយពី the sustainability revolution the data driven smart grid revolution ចឹង revolution ហ្នឹងមានអីខ្លះក្នុងហ្នឹងគឺយើងលើកយក part នៃ revolution គឺត្រូវការចាំបាច់គឺការ upgrade ទៅលើ existing ចាស់ដែលមានស្រាប់ដូចតែយើងដឹងស្រាប់ហើយថាវាមានភាពស្មុគស្មាញហើយការអភិវឌ្ឍទៅលើប្រព័ន្ធ grid ហ្នឹងវាត្រូវធ្វើឡើងគ្រប់ផ្នែកមិនមែនធ្វើតែមួយផ្នែកយើងហៅថាការធ្វើ modernize បានជោគជ័យទេអញ្ចឹងហើយមានទាំង auto recloser transformer substation រាប់ចាប់ពីlow voltage រហូតដល់ transmission line រហូតដល់ high voltage អញ្ចឹងការ upgrade ទៅលើប្រព័ន្ធទាំងអស់ហ្នឹងគឺត្រូវការចំណេះដឹងទៅលើការធ្វើកិច្ចការងារនឹងផ្ទាល់ជាមួយនឹងការងារជាក់ស្ដែងហើយយើងត្រូវស្វែងយល់អំពី cutting edge technology ថ្មីដែលយើងយកមក implement ជាមួយនឹង tool ចាស់ដែលយើងមានគេហៅថា existing devices ដែលយើងមានស្រាប់ដូចជា load brick switch auto recloser និង protection control ផ្សេងៗហ្នឹងទៀតអញ្ចឹងការអភិវឌ្ឍទៅលើប្រព័ន្ធទាំងអស់ហ្នឹងគឺត្រូវធ្វើយ៉ាងម៉េចឲ្យវាដើរ automatic ដោយខ្លួនឯងហើយ collect យក data ចេញពីប្រព័ន្ធទាំងអស់ហ្នឹងយកមក analyze បន្តទៀតតាក់ទងជាមួយនឹងការអភិវឌ្ឍទៅលើប្រព័ន្ធ power grid គឺយើងមាន3ដំណាក់កាលធំៗគឺយើង upgrade ទៅលើប្រព័ន្ធ power grid system ឲ្យទៅជាប្រព័ន្ធ smart grid ចេញពីប្រព័ន្ធ smart grid ទៅជា dynamic digital smart grid ចេញពី dynamic digital smart grid ទៅជា data driven for smart grid អញ្ចឹងការវិវត្ត3ដំណាក់កាលនេះបច្ចុប្បន្នគឺយើងនៅក្នុង process of the modernization process បន្ទាប់ពីហ្នឹងទៅយើងនឹងទទួលបានប្រព័ន្ធ smart grid មួយដែលអាចធ្វើការងារ automatic ទៅលើផ្នែកមួយចំនួនហើយយើង upgrade ពី smart grid ហ្នឹងឡើងទៅ dynamic digital smart grid ដែលចាប់ផ្ដើមផ្ទៀងផ្ទាត់មើលហើយ analyze ទៅលើ data ជាមួយគ្នាបន្ទាប់ពីហ្នឹងទៀតទៅអនាគតគឺចូលទៅដល់ digital twin ទៅដល់ data driven for smart grid អញ្ចឹង system ទាំងអស់ហ្នឹងគឺ analyze ធ្វើការដោយខ្លួនឯងប៉ុន្តែក៏ទាមទារឲ្យ operator យើងស្វែងយល់ពីការងារហ្នឹងកាន់តែស៊ីជម្រៅនិង advanced ជាងមុនដែរបាទតាក់ទងមួយ data driven នេះគឺជាអ្វីដែលយើងចង់ឲ្យប្រព័ន្ធ grid យើង more dependable more affordable more efficient more equitable និង sustainableចឹងអាហ្នឹងហើយជាអ្វីដែលយើងចង់បានគឺយើងចង់ឲ្យអគ្គិសនីយើងចំណេញក៏ដូចជាធ្វើយ៉ាងម៉េចឲ្យអគ្គិសនីយើង reliable និង sustainable ដើម្បីចឹងហើយយើងត្រូវផ្ទៀងផ្ទាត់ឲ្យទាំងអស់គ្នាថា based on return on investment make benefit ឲ្យទាំងអស់គ្នាអត់ process ដែលយើងចំណាំតែនិយាយថា win 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 situation ហ្នឹងគឺ investment ក៏គាត់ចំណេញ utility ក៏ចំណេញ consumer ក៏គាត់ចំណេញហើយតាក់ទងមួយ research និង development company ដូច VP Start ក៏យើង make benefit ដូច